សពថ្ងៃនេះមានអ្វីប្លែកៗកើតឡើងជាច្រើនតែតើក្នុងសម័យមុនមានអីប្លែកៗជាងនេះកើតឡើងមែនឬអត់ឧទាហរណ៍សពថ្ងៃនេះមានអ្នកខ្លះនិយាយថាគាត់ធ្លាប់ឃើញធ្លាប់និយាយឬក៏ធ្លាប់ alien នាំគាត់ទៅកន្លែងផ្សេងៗអ្នកខ្លះទៀតក៏ថាគាត់ធ្លាប់ឃើញ UFO UAP ឬក៏ UAV ដែលជាឧបករណ៍ដែលពួក alien ជិះឬក៏ឧបករណ៍ផ្សេងដែលយើងមិនដឹងថាជាអីប៉ុន្តែវាកំពុងហោះហើយក៏មានរឿងលាក់កំបាំងជាច្រើនទៀតដែលយើងអាច search រកនៅក្នុងអ៊ីនធឺណិតឬក៏ YouTube ហើយតើជាការពិតឬមិនពិតពិបាកនឹងដឹងណាស់តែក្នុងសម័យមុនតើមានអ្វីដែលប្លែកជាងនេះបានកើតឡើងឬអត់ឧទាហរណ៍មានអ្នកដែលនៅក្នុងព្រះគម្ពីរបានអះអាងថាគាត់បាននិយាយជាមួយនឹងទេវតាហើយក៏បានឮទេវតានិយាយជាមួយគាត់ផ្ទាល់មិនមែនក្នុងយុសពទេមានទឹកដ៏ធំបានញែកនៅកណ្ដាលដើម្បីឲ្យជនជាតិអ៊ីស្រាអែលដើរកាត់កណ្ដាលមានបង្គោលពពកជាលក្ខណៈពពកដែលបានដើរបានទៅអមជាមួយនឹងជនជាតិអ៊ីស្រាអែលពេលដែលគាត់ដើរកាត់ទីរហោស្ថានហើយពេលយប់បង្គោលពពកនេះឬក៏ពពកនេះមិនមែនជាពពកប៉ុន្តែជាពន្លឺសម្រាប់ជនជាតិអ៊ីស្រាអែលពេលយប់ហើយម្យ៉ាងទៀតលោកម៉ូសេបាននិយាយជាមួយនឹងព្រះពេលដែលបង្គោលពពកនេះបានចុះមកនៅសាលប្រជុំកន្លែងដែលគេប្រជុំហើយម៉ូសេបាននិយាយជាមួយនឹងព្រះនៅទីនោះមានទឹកបានចេញមកពីថ្មហើយបើយើងទៅខាងមុខទៀតមានមនុស្សជាច្រើនដែលគាត់ខ្វាក់ឬក៏គាត់ខ្វិនដៃខ្វិនជើងឬជាអ្នកដែលកើតរោគខ្លងបានជាសះស្បើយភ្លាមពេលដែលគាត់មកជួបព្រះយេស៊ូវព្រះយេស៊ូវក៏បានធ្លាប់ដើរលើទឹកព្រះយេស៊ូវក៏បានធ្លាប់បញ្ជាឲ្យខ្យល់ព្យុះបានឈប់ភ្លាមហើយបានឈប់ភ្លាមពេលដែលទ្រង់មានព្រះបន្ទូលហើយព្រះយេស៊ូវក៏បានប្រោះមនុស្សដែលបានស្លាប់មួយចំនួនឲ្យបានរស់ឡើងវិញក្នុងពេលដែលទ្រង់បាននៅលើផែនដីនេះតើយើងគិតមើលទៅថាអារឿងដែលប្លែកសពថ្ងៃនេះវាប្លែកមែនប៉ុន្តែតើវាធន់នឹងអ្វីដែលបានប្លែកកើតឡើងដែលប្លែកពីមុនឬអត់ក្នុងគំនិតខ្ញុំអ្វីដែលបានកើតឡើងពីមុនពិតជាប្លែកជាងឆ្ងាយណាស់អ្វីដែលយើងគិតថាប្លែកនៅសពថ្ងៃនេះ